មួយនេះឡើយគឺថានៅចំពោះព្រះអង្គម្ចាស់មួយថ្ងៃទុកដូចជា1000ថ្ងៃហើយ1000ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរទំនុកបង្កើងចំពោះ90ខ4និងខ5នឹងមើលខ4ត្បិតប្រតិនេត្រង់នោះ1000ឆ្នាំរាប់ដូចជាម្សិលមិញបាទសូមជម្រាបសួរបងប្អូនម្ដងទៀតថ្ងៃនេះគឺជាថ្ងៃដ៏ល្អជាថ្ងៃអាទិត្យដែលយើងជាថ្ងៃដ៏បរិសុទ្ធសម្រាប់ព្រះយើងបានជួបជុំគ្នាហើយយើងនឹងសិក្សាព្រះបន្ទូលព្រះអង្គបន្តទៅមុខទៀតអរគុណទ្រង់សូមយើងអធិដ្ឋានជាមួយគ្នាសិនព្រះវរបិតាជាព្រះនិទូលព្រះអង្គគុំព្រះអង្គគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតបិតាអើយកូនអរព្រះគុណទ្រង់ដែលព្រះអង្គបានបង្ហាញនៅថ្ងៃនៃព្រះអង្គហើយនឹងថ្ងៃរបស់មនុស្សសម្រាប់ឲ្យទូលបង្គំបានពិចារណាមើលនៅក្នុងជីវិតដែលកំពុងតែរស់នៅលើផែនដីនេះកូនអរព្រះគុណទ្រង់កូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងគម្ពីរពេត្រុសខ្សែទី2ចំពោះ3ខ8ដល់13បាទមានចំណងជើងដាក់ថាព្រះអង្គម្ចាស់នៃថ្ងៃរបស់មនុស្សទោះបីជាមនុស្សរស់នៅលើផែនដីនេះជាច្រើនដំណរជាច្រើនវង្សត្រកូលជាច្រើនរយឆ្នាំមកហើយក្តីនឹង1000ឆ្នាំក៏មិនស្មើនឹងឆ្នាំរបស់ព្រះឡើយគឺ1000ឆ្នាំរបស់មនុស្សគឺស្មើនឹងមួយថ្ងៃនៃព្រះអង្គម្ចាស់តែវាខ្លីដូចជាមួយយាមយប់ប៉ុណ្ណឹងដូច្នេះព្រះអង្គម្ចាស់ទ្រង់បានកម្រិតជីវិតមនុស្សយ៉ាងដូចនេះដែរព្រះអង្គប្រៀបធៀបជីវិតមនុស្សទៅនឹងផ្កាស្មៅដែលទៅនឹងដោះឡើងមុនពេលព្រឹកព្រលឹមហើយក៏ត្រូវរុះរោយទៅវិញមុនថ្ងៃលិចដូចនោះដែរព្រះទ្រង់បានកំណត់ជីវិតមនុស្សឲ្យខ្លីបំផុតព្រោះទ្រង់មិនចង់ឲ្យមនុស្សរស់នៅបានយូរអង្វែងទេតែកាលណាមនុស្សរស់នៅយូរអង្វែងមនុស្សនឹងត្រូវប្រព្រឹត្តនឹងអំពើបាបកាន់តែច្រើនចិត្តចង់បានកាន់តែច្រើនឡើងចិត្តលោភលន់កាន់តែច្រើនឡើងមិនចង់ឲ្យគេរស់នៅបានសុខដោយសារខ្លួនមានចិត្តមិនស្កប់ស្អប់ច្រើនជាងស្រឡាញ់តែទោះបីជាជីវិតមនុស្សខ្លីនឹងមានការខ្វល់ខ្វាយទុក្ខព្រួយកង្វល់ក៏ដោយក៏ព្រះអង្គម្ចាស់មិនបោះបង់ចោលមនុស្សយើងឡើយទ្រង់បានហៅមនុស្សមានបាបមកដើម្បីឲ្យបានដឹងពីកំហឹងដ៏សុចរិតរបស់ព្រះមនុស្សទ្រង់ស្រឡាញ់តែទ្រង់មានកំហឹងនឹងអំពើបាបព្រះទ្រង់ចង់ឲ្យមនុស្សមានបាបបានប្រែចិត្តវិលមករកសេចក្តីសុចរិតរបស់ទ្រង់វិញនៅក្នុងខ8នេះតែបងប្អូនស្ងួនគ្នាអើយកុំឲ្យភ្លេចសេចក្តីមួយនេះឡើយគឺថានៅចំពោះព្រះអង្គម្ចាស់មួយថ្ងៃទុកដូចជា1000ថ្ងៃហើយ1000ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរទំនុកបង្កើងចំពោះ90ខ4និងខ5នឹងមើលខ4ត្បិតប្រតិនេត្រង់នោះ1000ឆ្នាំរាប់ដូចជាម្សិលមិញដែលកន្លងហួសទៅហើយក៏ដូចជាយាមមួយក្នុងវេលាយប់ប៉ុណ្ណោះខ5ទ្រង់ទាគេទៅដូចជាទឹកជំនន់ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះជីវិតមនុស្សមិនថិតថេរជេរកាលទេការកើតមកត្រូវតែស្លាប់ទៅវិញពីព្រោះគឺជាផែនការរបស់ព្រះកម្រិតឲ្យមនុស្សត្រូវតែស្លាប់ប្រែជាធូលីដីគម្ពីររបាត់ចំពោះ3ខ19ឯងនឹងបានជាអាហារស៊ីដោយការបែកញើសដរាបដល់ឯងត្រឡប់ទៅជាធូលីដីវិញពីព្រោះអញបានយកឯងពីធូលីដីមកក៏ត្រូវត្រឡប់ទៅជាធូលីដីវិញនៅក្នុងខ9ពេត្រុសទី2ព្រះអង្គម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ដូចជាមានអ្នកខ្លះគិតស្មាននោះទេគឺទ្រង់មានព្រះハរតីអត់ធ្មត់នឹងយើងរាល់គ្នាវិញដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញព្រះទ្រង់សន្យាពន្យាពេលក្នុងការជំនុំជម្រះពិភពលោកបានជាទ្រង់យកព្រះទ័យអត់ធ្មត់ដើម្បីទុកឱកាសឲ្យមនុស្សលោកឆាប់ប្រែចិត្តចេញពីសេចក្តីអាក្រក់និងការប្រព្រឹត្តនៅអំពើបាបដូច្នេះហើយមានពួកគ្រូខុសឆ្គងមួយចំនួនមិនបានទទួលស្គាល់អំពីការពន្យាពេលនៃសេចក្តីវិនាសដែលត្រូវមកដល់នោះទេនៅក្នុងខ10ថ្ងៃនៃព្រះអម្ចាស់នោះនឹងមកដូចជាចោរលួចចោរប្លន់នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅដោយសូរក្រំក្រែងឯធាតុសព្វសារពើនឹងរលាយទៅដោយកម្ដៅដ៏ក្រៃលែងហើយផែនដីនឹងការសព្វសារពើនឹងរលាយទៅដោយកម្ដៅដ៏ក្រៃលែងហើយផែនដីនឹងការសព្វសារពើនឹងត្រូវឆេះអស់រលីងទៅដូច្នេះក្នុងមួយប្រព្រឹត្តភ្នែក
នឹងមិនមានអ្នកណាគិតដល់ឡើយមនុស្សកំពុងរស់នៅក្នុងភាពសប្បាយហ៊ឺហាមិនបានគិតពីពេលវេលាដែលព្រះអង្គម្ចាស់នឹងត្រូវយាងមកនោះឡើយព្រះអង្គម្ចាស់ទ្រង់យាងមកដូចជាចោរលួចចោរប្លន់ធម្មតាចោរតែចង់ចូលលួចចូលប្លន់វាមិនដែលប្រាប់ដំណឹងមុនឡើយដូច្នេះព្រះនេះយើងព្រះអង្គមិនប្រាប់យើងឲ្យដឹងមុនឡើយគ្រាន់តែទ្រង់បង្ហាញឲ្យឃើញនៅទីសម្គាល់តែប៉ុណ្ណោះដើម្បីឲ្យមនុស្សត្រិះរិះពិចារណាហើយពេលវេលាដែលត្រូវមកដល់ផែនដីនឹងត្រូវរលាយបាត់ជាមួយនឹងរបស់សព្វសារពើនៅលើផែនដីនេះក៏គ្មានសេសសល់ឡើយនៅថ្ងៃចុងបំផុតខ11ចុះរបស់ទាំងអស់នឹងត្រូវរលាយទៅនោះតើឲ្យគួរអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញក្នុងបកិរិយាបរិសុទ្ធនិងសេចក្តីគោរពប្រណិប័តបញ្ជាក់ថារបស់សព្វសារពើទាំងអស់នៅលើពិភពលោកនេះនឹងត្រូវបានផ្លាស់ប្ដូររីឯលទ្ធផលនៃជីវិតមនុស្សដែលកូនរបស់ទ្រង់ត្រូវបានផ្លាស់ប្រែជាបរិសុទ្ធញែកចេញពីអំពើបាបញែកចេញពីសេចក្តីជំនុំជម្រះគឺពេញទៅដោយការល្អនិងការថ្វាយបង្គំព្រះនិងបម្រើដល់ព្រះអង្គម្ចាស់នៅក្នុងគម្ពីរម៉ាថាយចំពុក25ខ13និងគម្ពីរកូរិនថូសទី1ចំពុក5ខ6និងខ8និងខ11ខ12ទាំងទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនេះព្រះអង្គម្ចាស់ឆាប់មកដល់ផងដែលថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ហើយធាតុសព្វសារពើនឹងរលាយទៅដោយកម្ដៅដ៏ក្រៃលែងដូច្នេះចំណុចនេះបញ្ជាក់ថាពេលវេលានេះព្រះអង្គម្ចាស់នឹងឆាប់មកដល់ក្នុងពេលវេលាណាដែលបំណងព្រះហត្ថីទ្រង់បានសម្រេចព្រះអង្គម្ចាស់យើងរងចាំឲ្យមនុស្សទាំងអស់បានប្រែចិត្តនឹងឲ្យអ្នកជឿដល់ព្រះនាមទ្រង់ទទួលនៅសេចក្តីសង្គ្រោះកាន់តែឆាប់មុននឹងថ្ងៃព្រះអង្គម្ចាស់បានមកដល់បើជីវិតមនុស្សបានផ្លាស់ប្រែឆាប់នោះคล้ายទៅជាជីវិតដ៏បរិសុទ្ធហើយថ្ងៃនៃព្រះអង្គម្ចាស់ក៏បានឆាប់មកដល់ដែរនៅក្នុងគម្ពីរម៉ាថាយចំពុក16ខ20ខ13គឺជាខបញ្ចប់តែតាមសេចក្តីសន្យារបស់ទ្រង់នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃផែនដីថ្មីដែលមានសុទ្ធតែសេចក្តីសុចរិតវិញនេះគឺសេចក្តីសន្យារបស់ព្រះអំពីការប្រទាននៅឋានសួគ៌ព្រមទាំងផែនដីតាមរយៈហោរាអេសាយហើយការសន្យានោះបានបញ្ជាក់បន្ថែមទៅក្នុងបទគម្ពីរវិវរណៈចំពុ2ខ21បញ្ជាក់ថាមនុស្សសុចរិតនឹងទទួលបានការរស់នៅក្នុងឋានសួគ៌និងផែនដីថ្មីអស់កាលជានិច្ចគម្ពីរអេសាយចំពុក11ខ4ដល់ខ5គម្ពីរអេសាយដដែលចំពុក45ខ8ដានីយ៉ែលចំពុក9ខ24សរុបសេចក្តីមកបងប្អូនអើយបើយើងទាំងអស់គ្នាចង់ចូលនគរព្រះនិងចង់រស់នៅលើទឹកដីថ្មីគឺជាទឹកដីអស់កាលជានិច្ចដែលព្រះរៀបចំឲ្យយើងក៏ត្រូវខំប្រឹងប្រើសេចក្តីស្រឡាញ់ឲ្យបានច្រើនយកព្រះគ្រីស្ទដាក់ក្នុងចិត្តឲ្យបានច្រើនលះបង់ឲ្យបានច្រើនកុំឲ្យអោបក្រសោបនឹងរបស់លោកីដែលជារបស់ក្រៅជីវិតព្រោះរបស់លោកីមិនអាចជួយយើងឲ្យបានបរិសុទ្ធបានទេដូច្នេះសូមបងប្អូនត្រូវលះបង់របស់លោកីរួចហើយយើងនឹងស្វែងរករបស់ដែលស្ថិតនៅនគរឋានសួគ៌និងនៅក្នុងផ្ទៃមេឃផែនដីទឹកដីថ្មីដែលព្រះរៀបចំឲ្យយើងអស់កាលជានិច្ចបើបងប្អូនចង់ចូលទៅក្នុងទឹកដីរបស់ព្រះបងប្អូនត្រូវតែមានការទំនាក់ទំនងជាមួយព្រះត្រូវលះបង់ពេលវេលាសម្រាប់ព្រះប្រោផ្ដាច់នៅក្នុងសេចក្តីជំនឿជឿដល់ព្រះទីបំផុតថ្ងៃដែលទ្រង់ត្រូវយាងមកទ្រង់នឹងនាំយើងចូលទៅក្នុងផ្ទៃមេឃថ្មីទឹកដីថ្មីរស់នៅអស់កាលជានិច្ចអាមែនសូមព្រះប្រទានពរ